ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតោះមកមើលខ្ញុំស្លតង់យ៉ាំទាំងអស់គ្នាណាពុកម៉ែបងប្អូនខ្ញុំស្លតង់យ៉ាំនេះប្រើសាច់គោតោះចូលការធ្វើទាំងអស់គ្នាណាពុកម៉ែបងប្អូនចាប់ផ្ដើម Let's go ជំហានដំបូងចូលមើលគ្រឿងផ្សំរបស់យើងសិនពុកម៉ែបងប្អូនទាំងអស់គ្នាមានបន្លែរបស់យើងមានដូចជាម្ដែងគល់ខៃស្លឹកក្រូចសើចហើយនឹងផ្សិតម្ជុលហើយនឹងខ្ទឹមប្រាំងពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តពេញប៉ោះទុំថែមពេញប៉ោះទុំបានណាពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំគឺអត់ដាក់ទេបើពុកម៉ែបងប្អូនទាំងអស់គ្នាមានផ្សិតច្បាស់ចង់ថែមតិចតួចទៀតក៏បានដែរអត់បញ្ហាតែសម្រាប់ខ្ញុំក៏អត់ថែមដែរអញ្ចឹងណាខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំស្លោកប៉ុណ្្នឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយយើងជាមួយនឹងដុំតង់យ៉ាំដូចជាតង់យ៉ាំរបស់យើងពុកម៉ែបងប្អូនទាំងអស់គ្នានេះម៉ាក់ដែលខ្ញុំប្រើពុកម៉ែបងប្អូនទាំងអស់គ្នាអាចរកកន្លែងទិញនៅផ្សារធម្មតាផ្សារទំនើបអីក៏មានដែរពុកម៉ែបងប្អូនទាំងអស់គ្នាចូលមកមើលការប្រើសាច់យើងវិញប្រើសាច់ហ្នឹងគឺខ្ញុំមានតែសាច់គោពុកម៉ែបងប្អូនទាំងអស់គ្នាចង់ពុកម៉ែបងប្អូនទាំងអស់គ្នាមានបកាដាក់បកាបោកថែមលេបានពុកម៉ែបងប្អូនទាំងអស់គ្នាអត់បញ្ហាដាក់បកាហិតឆ្ងាញ់តង់យ៉ាំហ្នឹងកុំភ្លេចពុកម៉ែបងប្អូនទាំងអស់គ្នាទឹកស្លពុកម៉ែបងប្អូនទាំងអស់គ្នាច្រើនស្លឡើយលោកតាមហ្នឹងទៅសម្រាប់ខ្ញុំតាមមួយកូនចានប៉ុណ្ណឹងទេណាពុកម៉ែបងប្អូនទាំងអស់គ្នាស្លបងផ្លែបងអីទៅមកកណោតោះចូលមើលការធ្វើទុកសម្ភារៈហ្នឹងទៅម្ខាងទៅចូលមើលការធ្វើម្ដងស្លរបស់ខ្ញុំហ្នឹងគឺតបងខ្ញុំដាក់ខ្ទះឡើងហើយតបងខ្ញុំចាក់ប្រេងឆាចូលបន្តិចពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចាក់ប្រេងឆាក៏បានប្រេងស្តេកបានប្រេងអូលីវក៏បានតាមរបៀបពុកម៉ែបងប្អូនហើយចាក់វាបន្តិចទៅបន្តមកទៀតដាក់គល់ខៃម្ដែងស្លឹកក្រូចសើចយើងចូលហើយយើងម្លិញវាឡើងពុកម៉ែបងប្អូនទាំងអស់គ្នាម្លិញវាឲ្យវាឈ្ងុយតែដបងហ្នឹងខ្ញុំប្រើតែក្រូចសើចនិងម្ដែងសិនហើយខ្ញុំលីងវាមួយស្ទុះហើយបាទខ្ញុំបងគល់ខៃចូលលីងវាគ្រាន់តែមកឈ្ងុយហើយក៏ខ្ញុំចាក់ទឹកដែលយើងត្រៀមស្លហ្នឹងចាក់មកចានដែលខ្ញុំទុកត្រៀមស្លចាក់ចូលទាំងអស់ពុកម៉ែបងប្អូនទាំងគ្នាហើយតបានទៀតខ្ញុំក៏ទុកវាចោលឲ្យពុះហើយខ្ញុំក៏ចាប់ផ្ដើមបងបន្លែយើងចូលបន្លែយើងមិញហ្នឹងមានប៉ុន្មានហ្នឹងពុកម៉ែបងប្អូនដាក់ចូលទាំងអស់ទៅណាពុកម៉ែបងប្អូនទាំងអស់គ្នាចាក់វាចូលហើយខ្ញុំក៏ចាប់ផ្ដើមបងដុំតង់យ៉ាំខ្ញុំក៏ចាប់ផ្ដើមបងគ្រឿងវាមានដូចជាប៊ីចេងស្ករអំបិលម្សៅស៊ុបអីហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាបងឲ្យតាមចំណង់ចំណូលចិត្តឈិនឆៃលៃលោកតាមហ្នឹងទៅណាហើយក៏ទុកវាឲ្យពុះឆ្អិនហើយយើងក៏ចិបទឹកស្លមើលតើវាមកល្មមឆ្ងាញ់ត្រូវតាមចំណង់ចូលចិត្តពុកម៉ែបងប្អូនទាំងអស់គ្នានៅបើវាអត់តាន់ទេខ្វះគ្រឿងអីពុកម៉ែបងប្អូនទាំងគ្នាថែមថយតាមប៊ីចេងស្ករអំបិលតាមហ្នឹងទៀតទៅហើយតមកទៀតឃើញវាពុះហើយអស់ហើយពុកម៉ែបងប្អូនទាំងគ្នាបងសាច់គោចូលទៅសាច់គោនឹងប្រើក្រោយគេបើយើងបងចូលមុនវាស្វិតលេងឆ្ងាញ់ណាពុកម៉ែបងប្អូនទាំងគ្នាបន្ទាប់ពីខ្ញុំបងសាច់គោចូលហើយខ្ញុំក៏បិទភ្លើងយកតែម្ដងខ្ញុំខកបងសាច់គោចូលភ្លាមខ្ញុំបិទភ្លើងផ្លែតហ្មងខ្ញុំអត់ទុកវាឲ្យចាំពុះម្ដងទៀតដោយសារកុំឲ្យសាច់គោយើងស្វិតអញ្ចឹងពុកម៉ែបងប្អូនលេងឆ្ងាញ់ហើយបន្ទាប់ពីខ្ញុំបងសាច់គោចូលហើយខ្ញុំក៏កាយស្លយើងនឹងកូរស្លយើងនឹងត្រឡប់ចុះត្រឡប់ឡើងពុកម៉ែបងប្អូនទាំងគ្នាឲ្យសាច់គោយើងត្រាំចូលមួយទឹកស្លដែលយើងពុះហ្នឹងហើយវាទុកវាចោលក្នុងទឹកស្លដែលពុះហ្នឹងមកស្ទុះទៅសាច់គោហ្នឹងវាឆ្អិនល្អយើងហូបបានហើយពុកម៉ែបងប្អូនទាំងគ្នាហើយនេះណាអាចទទួលទានហូបបានហើយណាវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេចាអរគុណច្រើនបាយបាយអរគុណដែលមើលវីដេអូនេះពីដើមដល់ចប់ណាជំរាបលាចាបាយបាយអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយម្ដងទៀត